nhóm ban khơi nhái hay có xong ở cùng đấy đó là bọn ôn được đàn cùng mà chỉ muốn để mà dạng nhất quạt ban chui có đôi chỉ chui share vìបញ្ហាបងប្អូនកសិករយើងពាក់ព័ន្ធនឹងរឿងស្រូវបាទហើយការ share ការបង្ហោះនេះខ្ញុំគាំទ្រទាំងស្រុងដោយសារថាយើងដឹងកសិករពិបាកមិនហើយយើងខំប្រឹងជួយជាមួយគ្នាយើងពិបាកជាមួយគ្នាយ៉ាងម៉េចបាទប៉ុន្តែគ្រាន់តែបានជាព័ត៌មានដូចហើយក៏ត្រូវប្រែក្លាយការអសោកសិករនេះទៅជាសកម្មភាពជាក់ស្ដែងដើម្បីយើងជួយពួកគាត់ដូចគ្នាដែលយើងជួយនៅក្នុងសហគមន៍នេះដែរបាទអញ្ចឹងមួយផ្នែកឈ្មោះដែលប្រម៉ូទិញសូមជួយឲ្យតម្លៃបានសមរម្យបាទដោយសាររដូវនេះក៏យើងប្រមូលផលនៅកន្លែងនេះយើងប្រមូលផលនាងអំប៉ុន្តែនៅកន្លែងផ្សេងទៀតទូទាំងប្រទេសភាគច្រើនគឺស្រូវការមណ្ឌលពេលនេះគឺពេលខ្មែរជួយកសិករយើងទាំងអស់គ្នាហើយបាទអញ្ចឹងមួយផ្នែកអំពាវនាវឲ្យបងប្អូនដែលជាឈ្មោះជួយទិញបងប្អូនជាកសិករយើងក្នុងតម្លៃសមរម្យទៅឬស្រូវការមណ្ឌលនេះក្នុងវង 1000 រៀលគឺជាតម្លៃសមរម្យមែនទែនខ្ញុំបានជជែកជាមួយនឹងសហព័ន្ធស្រូវករដូចគ្នាគឺត្រៀមក្នុងខែ11លើថ្ងៃនេះថ្ងៃ1ហើយខែ11ហើយបាទយុទ្ធនាការក្នុងការប្រមូលទិញស្រូវរបស់យើងក្នុងតម្លៃសមរម្យនេះបាទហើយតមករឿងប្រាក់កម្ចីខ្ញុំព្យាយាមជាមួយគ្នាបានអំពាវនាវស្នើសុំឲ្យម្ចាស់កម្ចីនឹងកំតាន់អាលទាបាទព្រោះឥឡូវនេះលក់តម្លៃដែលយើងបាននៅក្នុងទីផ្សារគឺជារឿងដែលពិបាកសងបានណាបាទហើយទីឥឡូវក៏អត់មានអីយកទៅសងដែរមិនចឹងបាទហើយក្រសួងហើយនឹងបងប្អូនមន្ត្រីកសិកម្មភូមិជាមួយគ្នាក៏ត្រៀមចាំជួយទៀតថានៅរដូវក្រោយបាទបើសិនជាតឹងពិបាកធ្វើយើងរៀបចំជាសហគមន៍ដូចសហគមន៍យើងនៅនេះចឹងបាទព្រោះបើសិនជាឲ្យទៅដើរឲ្យខ្ចីម្នាក់យើងពិបាកទៅរកអ្នកណាជី100មិនបាទកសិករយើងមកលាន7សែនគ្រួសារទៅហើយដីដាំដុះយើងបាទ3លានជាងអត្តាបាទអញ្ចឹងបើសិនជាមិនមានលទ្ធភាពប្រមូលគ្នាចូលជាសហគមន៍មានបងប្អូនយើងនិយាយថាសហគមន៍មានគ្រប់ឃុំអត់ទេបាទមិនទាន់មានគ្រប់ឃុំទេប៉ុន្តែអាស្រ័យទៅលើការចូលរួមរបស់បងប្អូនយើងទាំងអស់គ្នាប្រមូលគ្នាក្នុងឃុំនឹងគ្រប់ជាមួយគ្នាគឺយើងចុះបញ្ជីជាសហគមន៍ជូនតែម្ដងបាទហើយសហគមន៍នេះលទ្ធភាពដែលទទួលបាននៅប្រាក់កម្ចីវាច្បាស់លាស់ជាងយើងខ្ចីឲ្យម្នាក់អញ្ចឹងមកខ្ញុំនិយាយសារទៀតថាអរគុណបងប្អូនយើងហើយដែលផុសផ្សព្វផ្សាយពីបញ្ហាការលំបាករបស់កសិករដើម្បីដឹងទាំងអស់គ្នាប៉ុន្តែដឹងទាំងអស់គ្នាដើម្បីជួយគ្នាដើម្បីដឹងទាំងអស់គ្នាដើម្បីបន្ទោសទៅមន្ត្រីយើងបន្ទោសទៅរដ្ឋាភិបាលឥឡូវកុំបន្ទោសទៅអ្នកណាគឺខំប្រឹងជួយទាំងអស់គ្នាបាទហើយបើចង់បន្ទោសខ្ញុំទៅធូរចិត្តនឹងបន្ទោសខ្ញុំចុះបាទអញ្ចឹងនេះគឺជាការងារដែលយើងអាចជួយទាំងអស់គ្នាបានដោយឡែកការងាររបស់ក្រសួងបាទយើងបានធ្វើជាច្រើនមកហើយក្នុងការកសាងសហគមន៍បាទខ្ញុំបានរៀបចំយើងធ្វើការជាមួយនឹងថ្នាក់ដឹកនាំយើងបានរៀបចំសហគមន៍បន្ថែមទៀតយ៉ាងច្រើនបាទសប្តាហ៍ថ្ងៃនេះរោងម៉ាស៊ីនមួយចំនួនធំគឺជាដៃគូក្នុងការជួយសហគមន៍ហើយជួយទិញក្នុងតម្លៃខ្ពស់បាទនៅផ្នែកខាងក្រុមហ៊ុនប្រាក់បន្ថំគាត់សុខចិត្តជួយទិញសង្ហែតម្លៃរហូតដល់950ក្នុង1គីឡូក្រាមគឺជាតម្លៃខ្ពស់ណាស់បើធៀបជាមួយនឹង600ក្នុងពេលនេះបាទហើយវាផ្សារភ្ជាប់ទៅនឹងអ្វីដែលខ្ញុំបានអំពាវនាវមិញថាគាត់ក៏ប្រម៉ូទទិញស្រូវនេះដើម្បីយកកិនជាអង្គលក់ដែរហើយក៏លក់ទៅតាមបណ្ដាសាខារបស់ប្រាក់បន្ថំបាទអញ្ចឹងមិញនៅពេលដែលខ្ញុំអំពាវនាវសុំថាជួយទិញអង្គតាមពិតយើងទិញនៅកន្លែងណាក៏បានដែរបាទប៉ុន្តែអ្នកមួយចំនួនគឺជាអ្នកដែលជួយទិញអង្គទិញស្រូវក្នុងតម្លៃថ្លៃទៀតបាទអញ្ចឹងផ្នែកដែលយើងថាជួយគ្នាបាទយើងមានដៃគូមួយចំនួនបាទដូចជាក្រុមហ៊ុន City Rice ក្រុមហ៊ុនខ្មែរពូកនេះសិតតែជាអ្នកជួយទិញស្រូវសង្ហែហើយឥឡូវនេះបើសិនជាយើងជួយទិញអង្គពីគាត់ក៏ដូចជាជួយរំដោះថវិកាដើម្បីគាត់ជួយមកទិញវិញបានដែរបាទអញ្ចឹងទំហំនៃការទិញតាមពិតមួយថ្ងៃច្រើនណាស់បើយើងពិនិត្យមើលស្រូវពេលរដូវប្រមូលផលបាទយើងប្រមូលផលជិត30000តោនបាទក្នុងមួយថ្ងៃហើយ30000តោនទោះបីជាសប្តាហ៍ថ្ងៃនេះតម្លៃវាទាបបើយើងយកគុណតម្លៃទាបនេះសាកមើលក៏ឃើញចំនួនច្រើនដែរបាទអញ្ចឹងនៅពេលដែលយើងព្យាយាមលើកតម្លៃម្នាក់បន្តិចបាទឈ្មោះជួយលើកបន្តិចបាទអ្នកទិញហូបជួយទិញបន្ថែមដើម្បីមានថវិកាចូលរដ្ឋយើងដែលមានក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏បានទម្លាក់ថវិកាឲ្យជួយទិញបន្ថែមទៀតដើម្បីឲ្យតម្លៃនេះវាកើនឡើងខ្ពស់បាទហើយបូករួមជាមួយនឹងអ្នកដែលឲ្យជាកសិករយើងជំពាក់បាទព្យាយាមអត់ឱនការទាជំពាក់នេះឲ្យទុកចាំប្រមូលផលរដូវក្រោយដើម្បីព្យាយាមសងជាលំដាប់គឺយើងនឹងអាចទៅមុខទាំងអស់គ្នាកសិករយើងក៏អាចនឹងទទួលបាននៅលទ្ធភាពក្នុងការបន្តដាំដុះបន្តទៀតបាទ
trường nè chua đây nó đây từ mốc cái lại ná để lại chua đây cua có cua cùng vơ buổi cây cả cam khúng nơi trăm tất cu cho mùi cái nè lại đào một cam dương nâng ta đã chi ởประมาณđã năm chua ấy thằng o bên này bà thêm lại chua đây tiết cứ tầm lại sự đôi trường dọc này ní cứ mình ai tới rồi tê và chẳng xong bình nhật mới có xong bọn ôn ở trên nè chua đấy có đôi chim chạm nó xây trên đài nó cứ bật thu bật thôi